ជាហាប់ទៅមកយើងបាក់ពីនឹងទឹកដោះគោថ្ងៃនេះខ្ញុំនឹងក្រុមការងារមានដំណើរកំសាន្តមួយជាមួយគ្នាវាគឺជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំព្រោះមិនសូវបានធ្វើដំណើរកំសាន្តបែបនេះពីមុនមកទេហើយនៅក្នុងដំណើរកំសាន្តមួយនេះពួកយើងបានធ្វើរឿងជាច្រើនជាមួយគ្នាព្រោះវាមិនមែនគ្រាន់តែជាដំណើរកំសាន្តបែបធម្មតានោះទេប៉ុន្តែវាជាដំណើរកំសាន្តដែលផ្សារភ្ជាប់ជាមួយនឹងសកម្មភាពសប្បុរសធម៌ផងដែរតោះទៅមើលដំណើរកំសាន្តពួកយើងទាំងអស់គ្នាពេញហ្មងតែគេត្រូវការមកតេញញ៉ាំមកតេះហ្នឹងនេះកាហ្វេអូយបាត់ជីហើយគឺហើយឥឡូវនេះពួកយើងបានមកដល់សាលាបឋមសិក្សាសាមគ្គីបារាំងអូទ្រីសស្វីសដែលនៅទីនេះគេនិយមហៅថាសាលាបឋមសិក្សាអូធំដែលស្ថិតនៅក្នុងភូមិអូធំស្រុកទឹកឈូខេត្តកំពតក្នុងដំណើរនេះពួកយើងបាននាំយកសម្ភារៈសិក្សានិងនំចំណីមួយចំនួនមកចែកជូនបងប្អូនសិស្សានុសិស្សនៅទីនេះនៅពេលដែលមកដល់ភ្លាមពួកយើងក៏បញ្ញារៀបចំសម្ភារៈដើម្បីចែកជូនបងប្អូនឲ្យបានឆាប់ព្រោះវាជិតដល់ម៉ោងដែលពួកគាត់ត្រូវត្រឡប់ទៅផ្ទះដើម្បីញ៉ាំបាយថ្ងៃត្រង់ផងដែរបន្ទាប់ពីចែកសម្ភារៈជូនបងប្អូនសិស្សានុសិស្សរួចរាល់អស់ហើយពួកយើងក៏បានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍មុនពេលនឹងពួកយើងត្រឡប់មកវិញបន្ទាប់មកពួកយើងក៏បានធ្វើដំណើរទៅទទួលទានអាហារថ្ងៃត្រង់នៅឯភោជនីយដ្ឋានមួយដែលស្ថិតនៅមិនឆ្ងាយពីទីនោះទេឥឡូវយើងដើរតដំណើរទៅឃើញថាវាស្អាតបន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួចហើយនៅរសៀលនោះពួកយើងក៏បានបន្តដំណើរទៅលេងរមណីយដ្ឋានចំការម្រេចនៅក្នុងនេះឃើញថា view ស្អាតមែនទែនឃើញចំការម្រេចធំទូលំទូលាយដាច់ចតុយភ្នែកជាពិសេសនោះគឺគេមានមនុយ order drink សម្រាប់ឲ្យយើងអង្គុយសម្រាកឈៀលហ្មងបានថតរូបជុំគ្នាហើយយកមកចាក់បន្ទាប់ពីសម្រាប់អស់រយៈពេល1ម៉ោងជាងពួកយើងក៏បានបន្តដំណើរទៅកាន់កន្លែងស្នាក់នៅរបស់ពួកយើងនៅយប់នេះនៅឯទីរួមខេត្តកំពតនៅពេលមកដល់ភ្លាមពួកយើងក៏បានរៀបចំទុកដាក់អីវ៉ាន់ផ្សេងៗរួចនាំគ្នាមកជុំគ្នាដើម្បីលេងហ្គេមសប្បាយៗនិងចំណាយពេលជាមួយគ្នាមុនអាហារពេលល្ងាចក្រុមមួយនឹងមានចានម្សៅនេះម្នាក់មួយសម្រាប់ឲ្យកូនក្រុមឲ្យយើងបាទ3ក្រុមនឹងក្រុមណានឹងឈ្នះចាំហើយនៅចាំក្រុមកន្លែងនេះបន្ទាប់ពីលេងហ្គេមរួចពួកយើងក៏បានបែកគ្នាទៅងូតទឹកនិងរៀបចំខ្លួនមុននឹងទៅផ្សារទិញម្ហូបបន្ថែមសម្រាប់ចម្អិនពេលល្ងាចនេះ
ឥឡូវនេះពួកយើងមកដល់ផ្សារសាមគ្គីក្នុងខេត្តកំពតដែលនៅជិតកន្លែងស្នាក់នៅរបស់ពួកយើងនឹងដែរទេហើយជិះត្រឹមតែប្រហែលជា5នាទីប៉ុណ្ណោះមកដល់ភ្លាមពួកយើងក៏ធ្វើការកំងនំមួយចុកម្នាក់មួយចានជាមុនសិនមុននឹងទៅទិញម្ហូបហើយចំពោះរសជាតិវិញគឺឆ្ងាញ់មែនតើតម្លៃនោះរឹតតែល្អគឺ4000តែប៉ុណ្ណោះក្នុងមួយចានហើយកាត់មកដល់ពេលព្រឹកនៃថ្ងៃទី2ឃើញថាមានសមាជិកខ្លះមិនទាន់ក្រៅពីគេងនៅឡើយទេខ្ញុំក៏បានដើរមកទិញកាហ្វេនិងអាហារពេលព្រឹកនៅហាងកាហ្វេក្បែរសេះសមុទ្រសម្រាប់ទទួលទានពេលព្រឹកនឹងផងនិងយកមកតាមផ្លូវសម្រាប់ធ្វើដំណើរមកភ្នំពេញវិញផងដៃគូខូវណ្ណាបាក់ណាស់ហត់ចាំណាឲ្យដៃគូថតឲ្យគូម្នាក់